ក្រមអីខ្លះដែលកម្ពុជាដោះស្រាយយើងនិយាយអំពីអភិក្រមនៃការដោះស្រាយយើងអត់អាចនិយាយអំពីអារម្មណ៍យើងត្រូវនិយាយអំពីយុទ្ធសាស្ត្រអំពីវិធីសាស្ត្រនិងគោលដៅច្បាស់លាស់អភិក្រមរបស់យើងគឺមានពីរក្នុងពេលជាមួយគ្នាទី1កន្លែងណាដែលមានបញ្ហាដូចជាការប្រយុទ្ធគ្នាបាតុភិបនៅប្រទេសviệtជ័យឬយុទ្ធជន18នាក់យើងត្រូវធ្វើយ៉ាងណាទប់កុំឲ្យរីករាលដាលរកវិធីនៅកន្លែងកើតហេតុកាត់បន្ថយនៅផលប៉ះពាល់ដល់ប្រជាពលរដ្ឋយើងឲ្យបានជាតេបរិមាណបានលឿនបំផុតហើយទី3រកវិធីស្ដារឡើងវិញនៅកន្លែងនោះពេលជាមួយគ្នាត្រូវបញ្ចប់រកវិធីបញ្ចប់ចំនួនឲ្យបានចប់នេះគឺជាអភិក្រមដែលយើងត្រូវធ្វើខ្ញុំមើលសារបងប្អូនជាច្រើននៅតាម Facebook តាមនេះព្រោះតាម Facebook រឿងវាច្រើនកន្លែងខ្លះក៏វាច្បោកច្បល់កន្លែងខ្លះឥឡូវឲ្យតែឃើញគេឈូសផ្លូវមិនដឹងឈូសនៅកន្លែងណាទេ Facebook យកមកដាក់អូគេឈូសយកដីខ្មែរទៀតហើយវាធ្វើបង្កើតនៅភាពច្បោកច្បល់ច្បាស់លាស់រឿងប៉ុណ្ណេះអភិក្រមរបស់យើងឧទាហរណ៍ជាក់ស្ដែងបើវាផ្ទុះអាវុធនៅព្រំដែននៅថ្ងៃ24ខែកក្កដាឆ្នាំ2025នេះអតិភិបធំបំផុតកុំឲ្យវារីកបើណែកុំឲ្យវាយគ្នាបើវារីកនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារតំបន់អានសេះតំបន់តមន់តាកបីសុំកុំឲ្យរីកទៅដល់ខេត្តទៅដល់ស្រុកផ្សេងទៀតមកទូទាំងខេត្តយើងត្រូវធ្វើម៉េចទប់វានៅកន្លែងហ្នឹងកុំឲ្យវារៀលទៅតាមបណ្ដោយព្រំដែនគ្រប់តែកន្លែងអាហ្នឹងអភិក្រមទី1ដែលត្រូវធ្វើបន្ទាន់ទី2កន្លែងណាដែលកើតហេតុនោះព្យាយាមដោះស្រាយឲ្យអស់លទ្ធភាពគ្រប់មធ្យោបាយដើម្បីយើងព្យាយាមកាត់បន្ថយហានិភ័យនិងការបាត់បង់វាយគ្នាថ្ងៃ24យើងស្ងាត់យើងមិនបានចេញអីច្រើនចេញមកបកស្រាយស្អីក្រសួងការពារជាតិមានផ្សាយស្ថានភាពតាមផ្លូវការតាមអីខ្ញុំសម្ដែងតេជោយើងមិនចេញមកបកស្រាយឲ្យញញពីការទុកភារកិច្ចឲ្យក្រសួងស្ថាប័នជួយដំណឹងប្រជាពលរដ្ឋចុះព្រោះតាម Facebook វាមានច្រើនប៉ុន្តែសួរថាតើយើងធ្វើអីយើងនៅដេកអេសពោះឬមួយក៏យ៉ាងម៉េចអត់ទេរកគ្រប់មធ្យោបាយដើម្បីបញ្ចប់ការវាយគ្នាកុំឲ្យវាខ្ទេចច្រើនពេក5ថ្ងៃស្លាប់ប្រមាណរបួសប្រមាណរាប់សែនអ្នកត្រូវធ្វើចលិះអញ្ចឹងគោលដៅអភិក្រមនេះគឺយើងបានអនុវត្តធ្វើយ៉ាងណាឲ្យមានបទចម្បាញ់យើងមានថ្ងៃ28ហើយព្យាយាមទប់យ៉ាងណាមកដល់ថ្ងៃនេះកុំឲ្យវាផ្ទុះក្រោយថ្ងៃ28តទៅទៀតហើយទី3ស្ដារស្ថានភាពឡើងវិញស្ដារស្ថានភាពឡើងវិញគឺធ្វើយ៉ាងណាដើម្បីស្ថានភាពចំនួននេះវាចប់បើន័យថាយើងចរចាបទចម្បាញ់យើងប្រជុំ JBC យើង GBC យើង RBC ធ្វើការជាមួយគ្នាប្រតិកលាគ្នាទៅនិយាយគ្នាបើសិនជាស្ថានភាពនៅតានតឹងជេរគ្នាទៅវិញទៅមកអត់មានពេលទៅនិយាយគ្នាគឺគ្មានអីក្រៅពីតានតឹងតឹងធុកអញ្ចឹងយើងបន្តធ្វើសកម្មភាពនេះបានបងប្អូនឃើញថាជាធម្មតា RBC គេប្រជុំ GBC ប្រជុំមួយឆ្នាំម្ដងប៉ុន្តែដោយស្ថានភាពនេះយើងត្រូវជួបប្រជុំជាញឹកញាប់ដើម្បីបញ្ចប់ការតំណែងមានរឿងអីត្រូវដោះស្រាយជាមួយគ្នាបាទផលប៉ះពាល់មិនមែនអ្នកនៅតាម Facebook ទេខ្ញុំឃើញបងប្អូនខ្លះនៅអាមេរិកអីស្រេចវាយទៅណែអ្នកប៉ះពាល់អ្នកនោះរាប់ម៉ឺនអ្នកតន់បានទៅផ្ទះផងនៅតាកបីនៅដេកហាលភ្លៀងនៅវត្តពោធិ៍5000ជនភៀសខ្សឹកក្មេងប្រហែលអ្នកអត់បានរៀនសំបីនៅខាងថៃប្រជាជននៅព្រំដែនហ្នឹងគាត់ថាធុញតែឥឡូវមិនដឹងយ៉ាងម៉េចធៀមតែប្រវត្តិរត់អញ្ចឹងយើងធ្វើយ៉ាងណាស្ដារឡើងវិញខ្ញុំយល់ពីអារម្មណ៍បងប្អូនខ្លះដល់ថាខឹងពេកបំបាច់បងផ្ដាច់100ឆ្នាំប៉ុន្តែសួរថាផ្ដាច់100ឆ្នាំបានបងប្អូននៅអាមេរិកបងប្អូននៅភ្នំពេញតែបើស្ថានភាពវានៅតឹងរៀបតែប្រវត្តិរត់នេះ100ឆ្នាំទៀតតើយ៉ាងម៉េចសម្រាប់មេដឹកនាំរាជរដ្ឋាភិបាលយើងត្រូវមើលទស្សនវិជ្ជាឲ្យសំខាន់អញ្ចឹងសភាពការដែលកើតនេះគឺយើងអភិក្រមទី1ទប់កុំឲ្យវារីកទី2ព្យាយាមដោះស្រាយនៅនឹងកន្លែងដើម្បីបញ្ចប់វាកាត់បន្ថយការបាត់បង់អាយុជីវិតរបួសស្លាប់បំផ្លាញទ្រព្យសម្បត្តិទាំងទាហានទាំងប្រជាជនហើយទី3រកស្ដារសភាពការឡើងវិញហើយនេះគឺវាចូលទៅក្នុងអភិក្រមនៃការបញ្ចប់ចំនួនដែលយើងធ្វើកិច្ចការងារកន្លងដើម្បីបង្កើតនៅទំនាក់ទំនងនឹងការភ្ជាប់ទំនាក់ទំនងឡើងវិញបងប្អូនខ្លះក៏ថាភ្ជាប់ទៅស្អី
ទាំងនៅយើងក៏មានទាំងនៅថៃក៏មានបងប្អូននិយាយហ្នឹងដោយអារម្មណ៍ប៉ុន្តែបើមេដឹកនាំឬមួយក៏យើងនៅប្រើកំហឹងកំហល់ទល់គ្នានោះមិនមែនស្លាប់មេដឹកនាំនៅភ្នំពេញទេមិនមែនលំបាកទេតែវាយគ្នាទៅសង្គ្រាមនៅប្រទេសផ្សេងនៅអឺរ៉ុបយើងឃើញហើយប្រទេសពីរវាយគ្នាមេដឹកនាំ2 3ឆ្នាំនៅតែដដែលទេតែទាំងសងខាងស្លាប់រាប់សែនរាប់លានអ្នករួចទៅហើយហើយតបថ្មីបញ្ចូលប្រទេសមួយនោះគឺយកទាំងអ្នកចាស់ឥឡូវអស់តបក្មេងចាប់ដើមយកអ្នកចាស់ចូលវាយទៀតអញ្ចឹងការបញ្ចប់ចំនួនគឺជាគោលដៅថាហើយនេះហើយដែលយើងទៅថ្ងៃមុខសង្ឃឹមថានៅក្នុងពេលឆាប់ៗនឹងមានកិច្ចចុះប្រព្រឹត្តសន្តិភាពហើយនឹងខិតខំធ្វើយ៉ាងណាដើម្បីបញ្ចប់ចំនួននេះគឺជាអភិក្រមរបស់យើងនេះគឺជាអ្វីដែលយើងត្រូវគិតបញ្ចប់ចំនួនខ្ញុំមើល Facebook បងប្អូនខ្លះតាំងពីខែនេះខ្ញុំឃើញអ្នកនៅអាមេរិកក៏ដូចអ្នកពេញព្រឹកឡើងឲ្យទៅបើកទូរស័ព្ទគឺតឹងទ្រូងកើតស្អីទៀតហើយនៅណាទៀតហើយខ្ញុំជឿបងប្អូននៅទីនេះប្រហែលជាតឹងទ្រូងដូចគ្នាដែរទេឥឡូវបងប្អូនអាចគិតមើលតើអ្នកដែលរស់នៅទីនោះផ្ទាល់តឹងទ្រូងជាងយើងប្រហែលដងដែលមិនដឹងថ្ងៃនេះស្អីទៀតផ្ទះខ្ញុំស្អីទៀតនៅជិតភូមិខ្ញុំភ្លើងឆេះផ្ទះអ្នកមើលតាម Facebook អ្នកមើលពីក្រៅខាគ្រាន់តែឆេះផ្ទះមួយទេប៉ុន្តែអ្នកដែលមានផ្ទះនៅជាប់លបងផ្ទះកំពុងឆេះហ្នឹងភ័យខ្លាំងបន់ឲ្យតែគេពលុតឲ្យឆាប់សម្រាប់អ្នកនៅពីក្រៅអាចគិតថាបើឆេះមួយហ្នឹងអាចឆេះ 4-10 ទៀតប្រហែលហើយអាចទទួលយកបានប៉ុន្តែអ្នកដែលមានផ្ទះជាប់ហ្នឹងអត់ទេណាมันអាចឲ្យឆេះមកផ្ទះទៀតទេព្រោះផ្ទះខ្ញុំនេះបើយើងនិយាយខ្ញុំឃើញបងប្អូនកន្លែងខ្លះខ្ញុំទទួលស្គាល់ការអត់ធ្មត់ឲ្យពេលខ្លះបងប្អូនតឹងទ្រូងការប្រើប្រាស់យន្តការបញ្ចប់ជំនាញនេះអ្នកដោះស្រាយគឺដោះអភិក្រមគិតគូរតែបូលតែម្ដងដើម្បីឲ្យឆាប់ចប់ចំនួនដើម្បីយើងឆ្លើយឆ្លងធ្វើការជាមួយគ្នាបញ្ហាព្រំដែនជាបញ្ហាស្មុគស្មាញនៅក្នុងអាស៊ានទាំងអស់ខ្ញុំមើល10ប្រទេសណាប្រទេសដែលតិចណាស់ដែលអត់មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងម៉ាឡេស៊ីជាមួយនឹងសិង្ហបុរីឥណ្ឌូនេស៊ីជាមួយនឹងដូចសិង្ហបុរីថៃម៉ាឡេស៊ីបញ្ហាដែលបន្សល់ពីចំនួនអាណានិគមរាប់រយឆ្នាំមកប៉ុន្តែការជ្រើសរើសក្នុងការដោះស្រាយគឺយកវិធីសាស្ត្រសន្តិវិធីនិយាយគ្នាកន្លែងខ្លះគេទៅ ICJ កន្លែងខ្លះគេមានគណៈកម្មការទ្វេភាគីធ្វើការដោយមិនប្រើការបាញ់គ្នាការកំហឹងឬក្តៅដាក់គ្នាយើងក៏មានដែរជាមួយថៃតាំងពីឆ្នាំ2000មកយើងបានធ្វើការកំណត់បកគោល74បកគោលរួចទៅហើយបកគោលវាមានលេខ73វាអត់មានលេខ74ទេប៉ុន្តែបកគោលលេខ22មាន 22A 22B អញ្ចឹងវារាប់ទៅ74យើងបានកំណត់ជាមួយគ្នារួចទៅហើយនីតិវិធីត្រូវធ្វើទៅទៀតប្រហែលថ្ងៃទៀតត្រូវមានការជួបគ្នារវាងគណៈកម្មការមកនិយាយគ្នាដោះស្រាយបញ្ហាកម្ពុជាគ្មានគោលបំណងរំលោភលើអធិបតេយ្យភាពឬបូរណភាពទឹកដីរបស់អ្នកណាហើយក៏យើងមិនឲ្យអ្នកណាមករំលោភយើងដែរនេះជាគោលការណ៍ប៉ុន្តែដោះស្រាយយ៉ាងម៉េចគឺដោះស្រាយតាមគោលការណ៍ដោយប្រទេសអាស៊ានផ្សេងទៀតគេធ្វើជាមួយគ្នាមានគណៈកម្មការព្រំដែនមានច្បាប់អន្តរជាតិមានសន្ធិសញ្ញាអនុសញ្ញាដែលយើងធ្វើ20ឆ្នាំហើយដែលយើងអាចឲ្យប្រជាជនដកដង្ហើមបាននៅពេលដែលមន្ត្រីទទួលខុសត្រូវមិនឲ្យប្រជាជនមករងជលមុខបែបគ្នានេះហើយគឺជាអ្វីនៃការត្រៀមពន្លត់ចំនួនបាទហើយបើគ្មានការឯកភាពគ្នាទ្វេភាគីគ្មានពីណាបាត់អីទេត្រូវតែមានការឯកភាពគ្នាបាទច្បាប់គឺចឹងបាទហើយយើងប្រើប្រាស់យន្តការច្បាប់យន្តការអន្តរជាតិដើម្បីជួយនៅក្នុងការដោះស្រាយបញ្ហានេះបងប្អូនអាចឆ្ងល់ថារដ្ឋាភិបាលស្ងាត់ស្ងៀមអត់ធ្មត់ឥឡូវទៅជាឌឺដងរឿងស្ងាត់ស្ងៀមអត់ធ្មត់ដោយសារកន្លែងនេះមើលឃើញដោះមិនចេញកន្លែងនោះមិនចេញខ្ញុំសូមឲ្យបងប្អូនយល់អំពីអត្ថប្រយោជន៍របស់វាទី1រាជរដ្ឋាភិបាលស្ងាត់តែមិនស្ងៀមទេយើងធ្វើសកម្មភាពទាំងអស់ដោយខ្ញុំរើសមិញហ្នឹងអភិក្រម2នេះសម្រាប់បានមិនមែនដោយចៃដន្យទេគឺយើងធ្វើការងារសកម្មតម្រាំតាបាតបត់ឈប់បាញ់
តំមតបានជួប JBC RBC និយាយគ្នាតំមតបានយើងមានគ្រោងកិច្ចចរចាសន្តិភាពក្រោមធិបតីភាពបាយដំ Donald Trump មិនមែនជាការងារដែលយើងស្ងៀមហើយកើតមានទេគឺការកាត់កប់ប្រឹកប្រែងទី2រដ្ឋាភិបាលស្ងាត់ស្ងៀមអញ្ចឹងប្រហែលជាបោះបង់លែងយកចិត្តទុកដាក់ប្រជាពលរដ្ឋឃើញតែគេជួយកងទ័ពឃើញអីរដ្ឋស្ងាត់ស្ងៀមទុកប្រជាជនទុកទ័ពចោលអត់ទេការទទួលខុសត្រូវរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់និយាយពីរដ្ឋាភិបាលគឺពីនាយករដ្ឋមន្ត្រីរហូតទៅដល់អភិបាលស្រុកមេឃុំរហូតទៅដល់កងកម្លាំងនៅកម្ពុជាយើងនៅជាមួយកងទ័ពជាមួយគ្រួសារទ័ពជាមួយប្រជាជនគ្រប់ទាំងអស់មិនថាអ្នកត្រឡប់មកពីថៃយើងខំប្រឹងរកការងារមិនទាន់បានទាំងអស់យើងខំប្រឹងភ្ជាប់ថែមទៀតឲ្យប្រជាពលរដ្ឋជនភៀសខ្លួនរាប់ម៉ឺននាក់កាលមុនរាប់សែននាក់យើងខំរៀបចំកន្លែងឲ្យព្យាបាលជំងឺអីផ្សេងនៅជាប់ជាប្រចាំគ្រួសារទ័ពដែលត្រូវចលះខ្លួនពីជាមុខមកយើងកាត់ខំរកងទ័ពនៅជួរមុខដែលវិរៈកងទ័ពរបស់យើងដែរយើងធ្វើការងារជាប់ជាប្រចាំជួប្រជាពលរដ្ឋរឿងដែលរងគ្រោះនៅប្រៃចាននិងជោគជ័យយើងបន្តជួយបោះបង់គាត់ចោលទេជាអកុសលវាមានកើតហេតុប៉ះពាល់ប្រមាណគ្រួសារយើងមិនបោះបង់ការជួយនិងការខិតខំស្ដារឡើងវិញនោះទេប៉ុន្តែយើងទប់សភាពការដែលបើសិនជាយើងមិនស្រួលមិនមែនមានតែប្រមាណផ្ទះហ្នឹងទេពេញភូមិបាទប្រមាណភូមិនឹងអាចនៅក្នុងអត់ផ្ទះរាប់ពាន់ខ្នងទៅអាចរៀលអ្នកប៉ោយប៉ែតនៅនឹងទៅរាល់ថ្ងៃអត់បើយើងធ្វើបន្ទប់សភាពការបានខុសគ្នាតែប្រមាណគីឡូទេបើគ្រាប់ចាប់ផ្ដើមផ្លោងគ្មានអ្នកប៉ោយប៉ែតនៅនោះទេបាទនេះគឺជាការខិតខំគិតគូរទប់សភាពការកុំឲ្យវារីកសូមបងប្អូនយោគយល់យើងមិនបោះបងប្អូនប្រជាពលរដ្ឋចោលទេអភិបាលខេត្តកងកម្លាំងប្រដាប់អាវុធយើងព្យាយាមការពារប្រជាពលរដ្ឋយើងអត់ចង់ប្រើអំពើហិង្សាពង្រីកពុះភាសាទេចំនួនប៉ុន្តែយើងក៏ត្រូវការពារប្រជាពលរដ្ឋយកចិត្តទុកដាក់ដែរខ្ញុំសូមឲ្យបងប្អូនជួយបាទការធានាសុខុមាលភាពការហូបចុករបស់គាត់ប៉ះពាល់កន្លែងបង្កបង្កើនផលរបស់គាត់ដោយសាររឿងចំនួនតែយើងជួយគាត់បំពេញនៅការរបស់គាត់ហើយពេលជាមួយគ្នាខិតខំរកដំណោះស្រាយមួយมันអាចឲ្យគាត់នៅរ៉ាំរ៉ៃបែបនេះភ្នែកកញ្ចឹងកមួយថ្ងៃមិនដឹងអីរាប់សិបឆ្នាំតទៅទៀតវាអត់ទៅរួចទាំងខាងថៃទៅខាងយើងធ្លាប់តែអ្នកភូមិផងលបងជាមួយគ្នាអ្នកប្រៃចាន់ជាមួយនងចាន់ទូរស័ព្ទហៅគ្នាបនទៀនជាមួយគ្នាឥឡូវមុខចង់ជួបគ្នាដែរប៉ុន្តែមិនសូវបានអ្នកដែលតឹងសរសៃកដាក់គ្នាភាគច្រើនគឺអ្នកទៅពីឆ្ងាយបាទខាងយើងមានអ្នកនៅពីភ្នំពេញខាងគេមានអ្នកទៅពីបឹងកក់ស្រែកដាក់បាសអីទៅចប់ទៅវិញអ្នកនៅភូមិផងលបងជាមួយគ្នាដែលនៅ30-40ឆ្នាំជាមួយគ្នាមិនជាបញ្ហាហើយគេបន់ឲ្យតែមានតំណស្រីរកវិធីបើកជួបគ្នាទៅអ្នកនៅនោះមានបនទៀនគេហៅបនគ្នាទៅវិញទៅមកទូរស័ព្ទហៅបងហៅប្អូននិយាយភាសាខ្មែរនិយាយភាសាអីដូចគ្នាសម្រាប់រដ្ឋាភិបាលយើងចង់បញ្ចប់ចំនួនដើម្បីឲ្យស្ថានភាពទាំងអស់វិវត្តទៅដើមមានការងាររឿងអីដោះស្រាយបញ្ហាព្រំដែនទុកឲ្យស្ថាប័នរដ្ឋធ្វើការជាមួយគ្នាទៅកុំទម្លាក់បន្ទុកទៅឲ្យប្រជាពលរដ្ឋនេះគឺជាអភិក្រមនៃការធ្វើការហើយបងប្អូនមួយចំនួនអាចអញ្ចឹងបើខ្ញុំសូមឲ្យចេះតាម Facebook តាមបណ្ដាញសង្គមសូមឲ្យពិនិត្យឲ្យជាពិសេសរូបភាពការផ្សព្វផ្សាយជួនកាលរឿងកើតមួយខែជាងមកហើយយកមកបង្ហោះដាក់ថ្ងៃនេះទៀតធ្វើឲ្យបងប្អូនឆេះឡើងវិញហើយអ្នកអត់ដឹងទៅជារឿងស្អីទៀតបាទមានកំភ្លើងឲ្យមិនបាញ់យកទៅហ៊ានទៅដេកហាលមូសហើយមិនឲ្យមិនដកឲ្យគេយកដីអត់ទេតែហ៊ានយើងមានភារកិច្ចនឹងយល់ពីការការពារឲ្យបងប្អូនទុកចិត្តគាត់ទៅវាគ្មានយកសង្គ្រាមទៅចំនួនទៅបញ្ចប់សង្គ្រាមទេគ្មានយកការស្រែកតឹងសរសៃកដាក់គ្នាដោយអត់ដឹងរឿងដើម្បីដោះស្រាយនិយាយគ្នាដោយត្រជាក់គ្មានការយកបាញ់កំភ្លើងដាក់គ្នាដើម្បីទៅដោះស្រាយបញ្ចប់មកនិយាយគ្នាឆាប់ដូចទេតែយើងត្រូវការពារអ្វីដែលបោះអាយុជីវិតប្រជាពលរដ្ឋទឹកដីនិងទ្រព្យសម្បត្តិរបស់យើងហើយរកវិធីដោះស្រាយតាមសន្តិវិធីដូចខ្ញុំនិយាយចឹងយើងគ្មានចង់បានដីរបស់អ្នកណាហើយគេយើងក៏មិនឲ្យដីទៅអ្នកណាដែរដោះស្រាយជាមួយគ្នាបន្សល់ទុករាប់រយឆ្នាំសន្ធិសញ្ញាបារាំងសៀម1907 70ឆ្នាំមុនខ្ញុំកើតតែខ្ញុំត្រូវដឹកនាំប្រទេសនៅពេលនេះខ្ញុំត្រូវប្រឈមដោះស្រាយមិនមែនតែខ្ញុំទេរដ្ឋាភិបាលថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ទាំងប្រជាពលរដ្ឋយើងត្រូវដោះស្រាយ
ប៉ុន្តែដោះស្រាយបែបណាគឺដោះស្រាយតាមគោលការណ៍សន្តិវិធីតាមផ្លូវគោលការណ៍យន្តការដែលមានផ្អែកលើសន្ធិសញ្ញាច្បាប់អន្តរជាតិនិងអនុសញ្ញាផ្សេងៗនឹងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានដោយយើងធ្វើ20ឆ្នាំមកហើយបងប្អូនខ្លះអាចដែលខ្ញុំនិយាយម្ដងទៀតថាបាត់ជំនឿហើយទៅលើភាពអត់ធ្មត់បាត់ជំនឿហើយទៅលើការពឹងអន្តរជាតិពឹងខ្ញុំសូមឲ្យបងប្អូនចាំប៉ុណ្ណេះអ្វីដែលវាស់ស្ទង់អ្វីដែលយើងមើលឃើញអាចវាស់បានតែអ្វីដែលយើងមើលមិនឃើញយើងមិនអាចវាស់បានទេបានន័យថាម៉េចបងប្អូនអាចរំលឹកទៅវិញនៅថ្ងៃទី28ពេលដែលយើងចុះហត្ថលេខានៅម៉ាឡេស៊ីមនុស្សតិចណាស់ដែលជឿថាអាចឈប់បាញ់យប់នោះត្រូវទេវាយគ្នាស៊ីស័យអត់ជាង5ថ្ងៃមនុស្សតិចណាស់ដែលជឿថានឹងមានបទឈប់បាញ់នឹងឈប់បាញ់ថ្ងៃ28ខែ7នៅពេលដែលយើងតាមដានគ្រប់គ្នាដោយសារអត់មានទំនុកទុកចិត្តប៉ុន្តែហេតុអីបានវាឈប់ដោយសារគឺមានការចូលរួមរបស់អន្តរជាតិនឹងអនុវត្តនៅគោលការណ៍នេះហើយក្រោយថ្ងៃ8តើប្រមាណអ្នកដែលជឿថាអាចឈប់បាញ់គ្នារហូតបាន3ខែតិចណាស់ម្នាក់យ៉ាងច្រើនថាមួយអាទិត្យមើលខ្មែរយើងប្រហែលអ្នកដែលពេលនោះអ្នកតាមដានថាថ្ងៃ28នឹងមិនចប់ទេមើលលើកដៃមើលតែអត់មានអ្នកតាមដានមានតែមិនលើកហើយក៏មិនជឿថាវាអាចបាន3ខែដែរប៉ុន្តែនេះហើយគឺជាលទ្ធផលនៃការសួរ3ខែនេះមិនផុយស្រួយងាយស្រួលណាស់ប៉ុន្តែរាល់សភាពការដែលរៀបផ្ទុះគឺយើងបានធ្វើសកម្មភាពមាន IoT មានប្រធានអាស៊ានអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមមានដៃគូដែលបានជួយសម្របសម្រួលភ្លាមរវាងមេតបនិងមេតបឧទាហរណ៍សភាពការនៅខាងក្រោមតាហ៊ានជួមុខអាចមានការយល់ច្រឡំគ្នាអីគឺតាក់ទងអន្តរាគមពីលើភ្លាមដើម្បីគ្រប់គឺវាជួយនៅសភាពការដែលអាក្រក់បំផុតសភាពការនៅប្រទេសមានជ័យអាចកើតប៉ុណ្ណឹងបើសិនជាគ្មានការអន្តរាគមនិងមានការចូលទេវាអាចច្រើនជាងនឹងទៀតបាទអញ្ចឹងសូមឲ្យបងប្អូនកុំអាលបាត់ជំនឿនៅភាពអត់ធ្មត់និងការខិតខំបង្រួមសភាពការនិងប្រើប្រាស់ការចូលរួមរបស់អន្តរជាតិដើម្បីដោះស្រាយបញ្ហានេះគឺយើងត្រូវជឿលើច្បាប់អន្តរជាតិនិងយន្តការអន្តរជាតិទោះបីជាពេលខ្លះវាអត់បានលឿនដូចយើងគិតនៅគ្រប់កន្លែងទាំងអស់ខ្ញុំសូមឲ្យបងប្អូនជឿប៉ុណ្ណេះបាទហើយកម្ពុជាក៏គ្មានចង់បានយកសង្គ្រាមដោះស្រាយសង្គ្រាមចង់ឲ្យប្រជាជននៅព្រំដែននៅរ៉ាំរ៉ៃតែហ៊ាននៅរ៉ាំរ៉ៃនៅនោះដែរបាទហើយយើងដោះខ្ញុំមើលនៅខាងថៃប្រហែលថ្ងៃមុនហ្នឹងក៏គេមានធ្វើសម្ភាសខាងណៃដាគេសម្ភាសប្រជាពលរដ្ឋគេធ្វើស្ទង់មតិក៏ជាង 40% បារម្ភនៅការវាយគ្នាហើយវាគ្មានចំណេញពីណាមួយទេប៉ុន្តែអ្នកលឺជាងគេគឺអ្នកដែលជ្រុលនិយមស្រែកទៅនេះភាគច្រើនគឺស្ងាត់ចង់ចប់គ្មានពីណានៅចង់ថប់ដង្ហើមទេប៉ុន្តែហើយអ្នកដែលជ្រុលនោះដែលថាស្រែកលឺតាម Facebook ច្រើនគឺអានឹងខ្ញុំមិននិយាយរឿងស្រុកគេប៉ុន្តែស្រុកយើងខ្ញុំជឿថាប្រជាពលរដ្ឋយើងជាច្រើនគឺចង់បញ្ចប់ចង់ឲ្យអ្នកនៅព្រំដែននឹងបានត្រឡប់ទៅភាពឡើងវិញអ្វីដែលខ្ញុំថាយើងអាចវាយតម្លៃវាស់ស្ទង់បានអ្វីដែលកើតឡើងហើយតម្លៃមហិមានៅអ្វីដែលមិនកើតឡើងអាក្រក់បំផុតដែលមនុស្សគឺត្រង់នេះហើយយើងច្រើនតែមើលរំលងនៅតម្លៃវាយើងអាចវាស់ស្ទង់ប្រមាណអ្នកស្លាប់ប្រមាណអ្នករបួសប្រមាណអ្នកជាជនភៀសខ្លួនដីស្រែប្រមាណត្រូវការខ្ទេចដោយសារគាត់មីនគាត់ធ្លាក់ផ្ទះប្រមាណខ្នងត្រូវការខ្ទេចបាននៅពេលដែលការវាយគ្នានេះកើតឡើង5យប់5ថ្ងៃប៉ុន្តែបងប្អូនអត់អាចវាស់បានទេនៅក្នុង30ថ្ងៃនេះដែលអត់មានវាយគ្នាដោយសារបត់ឈប់បាញ់យើងបានបញ្ចប់ការវាយគ្នាអញ្ចឹងយើងគិតថាអានឹងអត់តម្លៃអត់ទេបើមិនជាគ្មានបត់ឈប់បាញ់ថ្ងៃ28 3ខែទេស្លាប់ប្រមាណរបួសប្រមាណខ្ទេចប្រមាណទៀតនេះហើយជាតម្លៃពិតប្រាកដនៃការឈប់បាញ់យើងមើលអត់ឃើញយើងបង្ការវាមិនឲ្យរីកនេះហើយគឺជាតម្លៃគឺតម្លៃដែលយើងបង្ការមិនឲ្យស្ថានភាពអាក្រក់បំផុតវាកើតមានសូមជឿទុកចិត្តចុះបាទបងប្អូនអាចរាប់របួសប្រមាណស្លាប់ប្រមាណទាំងសងខាងពេលដែលវាយគ្នាពេលដែលគ្រាប់កំពុងធ្លាក់
แต่โดยสายយើងបញ្ចប់វានេះហើយបានជាយើងមិនឲ្យស្លាប់តទៅទៀតអានឹងមិនខុសពីយើង79ទេ7មករា1979 3ឆ្នាំ8ខែ20ថ្ងៃយើងស្លាប់3លាននាក់តែតម្លៃពិតប្រាកដគឺក្រោយនឹង40ឆ្នាំយើងបានទប់ស្កាត់ខ្មែរក្រហមលែងឲ្យស្លាប់មនុស្សតទៅទៀតនេះហើយជាតម្លៃនៃថ្ងៃ7មករានោះបាទយើងឃើញផ្ទះប្រមាណខ្នងជាប់រងគ្រោះនៅប្រទេសវៀតជ័យប៉ុន្តែយើងបានបង្អាក់កុំឲ្យវារីកចូលទាំងភូមិឬមួយដោយទាំងរាប់ពាន់គ្រួសារមិនអាចទៅបាននេះហើយគឺជាតម្លៃ18នាក់របស់យើងបងប្អូនការចាប់18នាក់បងប្អូនឥឡូវអាចស្រែកអ្នកខ្លះពេលនោះស្រែករដ្ឋាភិបាលមិនក៏នៅស្ងៀមស្ងាត់ចង់លាក់ចង់អីយ៉ាងម៉េចខ្ញុំធ្លាប់ជួបមួយគ្រួសារតបគេប្រាប់យើងមិនបានគិតបោះបង់បងប្អូនទេយើងធ្វើការងារភ្លាមតាក់ទងជាមួយនឹងកងទ័ពមេទ័ពថៃពេលថ្ងៃចាប់ទៅដើម្បីធ្វើយ៉ាងណាឲ្យដោះមកវិញខ្ញុំបានទូរស័ព្ទភ្លាមតែអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមពេលព្រឹកក្រោយបានទូព័ត៌មានគាត់នៅម៉ាឡេគាត់នៅទស្សនកិច្ចនៅឥណ្ឌូនេស៊ីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីបានឲ្យតាក់ទងអាដាមភូមិធម្មយុរដ្ឋមន្ត្រីស្ដីទីនៅថៃភ្លាមដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនសុខទុក្ខបងប្អូនហើយសូមឲ្យគាត់ត្រឡប់មកវិញខ្ញុំមិនបានយើងមិនបានផ្សព្វផ្សាយមានបងប្អូនខ្លះរហូតទៅដល់ថារដ្ឋាភិបាលលាក់ព័ត៌មានយកជីវិត18នាក់ទៅដូងបាត់ច្បាញ់អត់ទេយើងមិនបានបោះបង់ជីវិតបងប្អូនទេតែយើងមិនបានចេញមកឥឡូវបើសិនជារឿងនឹងវាផ្ទុះនៅក្នុង Facebook អ្នកអត់ដឹងរឿងស្រែកអីផ្សេងតើវាទៅយ៉ាងណាពេលនោះយើងអត់ដឹងអីទាំងអស់ស្ថានភាពអាក្រក់បំផុតគឺអាយុជីវិតរបស់គាត់សេណារីយ៉ូអាចកើតច្រើនណាស់បាទពេលនោះតែយើងបានដោះស្រាយវិធីសាស្ត្រនេះរហូតដល់មានការធានាបញ្ចេញរូបភាពមកថាគាត់នឹងមានជីវិតទី2ដោយសារការធ្វើការជាមួយអង្គការអន្តរជាតិស្ថាប័នរបស់យើងធ្វើការងារនេះហើយបានជាឥឡូវសុខទុក្ខគាត់អាចធានាបានក្រោមការឃ្លាំមើលរបស់ ICRC អង្គការអន្តរជាតិកាកបាទក្រហមបើសិនជាយើងគ្មានការធ្វើសកម្មភាពទាំងអស់នេះយើងអត់មានព័ត៌មានពីគាត់ទេហើយយើងនឹងសង្ឃឹមថាការដោះលែងគាត់នឹងបានត្រឡប់មកវិញក្នុងពេលឆាប់ខាងមុខយើងនឹងបន្តមិនបោះបង់ចោលទេនេះគឺជាការស្ដារឡើងវិញអញ្ចឹងទាំងអស់គ្នានេះហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាសូមឲ្យជឿលើរដ្ឋាភិបាលយើងមិនបានបោះបង់សិទ្ធិរបស់យើងឬមួយបោះបង់ចរចាបទឈប់បាញ់ឬសន្តិភាពក្នុងការដោះដូរដីទេឃើញមានការវាយប្រហារថាយើងដោះដូរស្អីចឹងទៅនេះអត់ទេរឿងចរចារឿងព្រំដែនអធិបតេយ្យភាពព្រំដែនគឺជាភារកិច្ចរបស់ទ្វេភាគីរបស់ស្ថាប័ននិងតាមយន្តការច្បាប់អន្តរជាតិមួយចំនួនទៅលើកន្លែងដែលចាំបាច់យើងធ្វើមកពីមុនគណៈកម្មការព្រំដែននឹងធ្វើការជាមួយគ្នាដើម្បីចរចាដើម្បីឲ្យដឹងបាទថៃថានេះរបស់គាត់យើងថានេះរបស់ឥឡូវអង្គុយនិយាយគ្នាទៅមើលព្រំដែនតាក់បច្ចេកទេសចុះវាស់ព្រំដែនជាព្រំដែនអន្តរជាតិមានផែនទីឧបសម្ព័ន្ធអនុសញ្ញាសន្ធិសញ្ញាមានហើយយើងធ្វើការជាមួយគ្នាទៀតទៅដើម្បីកុំឲ្យប្រជាជនមានការលំបាកហើយយើងដោះស្រាយតាមហ្នឹងការបញ្ជាកងទ័ពឲ្យដកថយក្រោយបទជបាញ់អត់មានទេហើយខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនដែលសួរក្រោយបទជបាញ់ហ្នឹងបាត់ណាខ្លះការពារណាខ្លះមេទ័ពណាស្លាប់មេទ័ពណារស់ចំនួនមិនទាន់ចប់ទេបញ្ហាវានៅការលាក់ការយោធាយ៉ាងណាប៉ុន្តែខ្ញុំសូមកុំសួររឿងកន្លែងណាបាត់កន្លែងណាបានខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្តតែមួយគត់ថាក្នុងរយៈពេលប្រយុទ្ធគ្នារហូតមកដល់ម៉ោងនេះកងទ័ពរបស់យើងទាំងអ្នកបញ្ជាការសមរភូមិរហូតដល់យុទ្ធជនម្នាក់បានខិតខំលះបង់អាយុជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីរបស់យើងហើយសូមជឿប៉ុណ្្នឹងទៅម៉ោងស្មើនេះមិនម៉ោងត្រូវការបំបែកបំបាក់គ្នាមិនទុកចិត្តគ្នាអានេះគេយកអានោះគេយកអានេះគេយកអ្នកនេះស្លាប់អ្នកនោះស្លាប់លាក់អីវាអត់ត្រូវទេខ្ញុំសូមឲ្យតែមូលមតិគ្នាមិនថានិន្នាការណាទេគឺត្រូវទទួលស្គាល់នឹងការខិតខំលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពរបស់យើងក្នុងការការពារទឹកដីទាំងមេទ័ពទាំងយុទ្ធជនរបស់យើងទាំងអស់គ្នាសូមតែប៉ុណ្្នឹងបាទចង់យកព័ត៌មានទៅម៉េចថាទ័ពខ្មែរអន់នេះទ័ពខ្មែរខ្លាំងនេះវាអត់ត្រូវការ
ម៉ោងស្មើនេះវាអត់មានអីត្រូវកាហើយឃើញតែនៅចោតនៅចេះបន្តិចឌឺបាទអូនៅនេះបាត់នោះបាត់នេះបានស្អីមិនចាំបាច់និយាយទេសង្គ្រាមគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ទេស្លាប់ទាំងអស់គ្នាទាំងខ្មែរទាំងថៃសង្គ្រាមធ្វើឲ្យប្រជាជនទាំងសងខាងផ្នែកកញ្ចឹងកជាជនភៀសខ្លួនផ្ទះខ្ទេចខ្ទាំអ្នកខ្លះត្រឡប់ទៅវិញមែនប៉ុន្តែមិនសក់ទេថ្ងៃណាទៀតគេប្រកាសអាសន្នឲ្យចលះទៀតវាអត់មានចំណេញអ្វីដែលដាក់ទិសដៅចំណេញគឺព្យាយាមរួមគ្នាមូលមតិគ្នាដើម្បីការពារជាតិរបស់យើងរកការដោះស្រាយបញ្ហាចំនួនបញ្ចប់ដើម្បីឲ្យស្ថានភាពទៅធម្មតាដើម្បីឲ្យយើងអាចធ្វើកិច្ចការងារដោយសន្តិវិធីនៅក្នុងការងារទំនាក់ទំនងនិងការចរចាកិច្ចព្រំដែនឯផ្សេងទៀតបន្តទៀតនេះគឺជាគោលដៅដែលរាជរដ្ឋាភិបាលប្រកាន់ភ្ជាប់ហើយនឹងបន្តធ្វើតទៅទៀតបាទហើយសូមទោសមិនបានចេញមកបញ្យល់ដូចចេះរាល់ថ្ងៃទេមិនបានត្រូវថាកន្លែងនេះត្រូវធ្វើដោះមិនអីមិនទេសភាពការវិវត្តប្រែប្រួលហើយសូមឲ្យបងប្អូនជាពិសេសតាមបណ្ដាប្រព័ន្ធបណ្ដាញសង្គមដែរបន្តិចយកអានេះមកបង្ហោះបន្តិចយកអាគេវាយផ្ទះនៅភូមិនៅអីនោះយកមកថានឹងគេវាយនៅនេះអារឿងកើតមានមួយខែពីរខែហើយយកមកទាំងទំកើតថ្ងៃ20ខែដុល្លារអាគេឈូស20គីឡូ10គីឡូនៅក្នុងកន្លែងគេសោះថានឹងគេឈូសយកយើងចូល10គីឡូអានឹងបង្កើតរឿងរាជរដ្ឋាភិបាលដូចនិយាយគ្នាទៅកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ការពារជាតិរបស់យើងការពារប្រជាជនរបស់យើងហើយរកដំណោះស្រាយនៅក្នុងការដោះស្រាយនេះដោយមិនមានលះបង់អ្វីនៅសិទ្ធិស្របច្បាប់របស់កម្ពុជានោះទេបាទខ្ញុំសូមបញ្ជាក់បងប្អូនប៉ុណ្ណេះបាទរឿងនេះបាទខ្ញុំបញ្ជាក់ម្ដងទៀតស្ងៀមស្ងាត់តែមិនស្ងៀមអភិក្រមដោះស្រាយបញ្ហាដែលផ្ទុះកន្លែងណាយើងឃ្លុំបេវាកន្លែងនោះកុំឲ្យវារីកប៉ះកន្លែងផ្សេងព្យាយាមកន្លែងដែលឃ្លុំបេហ្នឹងមិនទុកវាចោលឲ្យឆេះអស់ទេចូលទៅដោះស្រាយនៅក្នុងកន្លែងហ្នឹងអាហ្នឹងដូចអ្នកពលុតភ្លើងអញ្ចឹងណាបើឆេះផ្ទះកន្លែងហ្នឹងមួយគេឃ្លុំបេផ្ទះសងខាងបាញ់ផ្ទះសងខាងកុំឲ្យវារៀលហើយបញ្ជូនកម្លាំងចូលទៅក្នុងកាត់បន្ថយកុំឲ្យវាឆេះទៅពលុតក្នុងហ្នឹងហើយប្រឹងស្ដារឡើងវិញនៅកន្លែងហ្នឹងបាទកន្លែងខ្លះមិនបានតន់ចិត្តដូចបងប្អូននោះទេប៉ុន្តែសូមឲ្យមើលតម្លៃនៃអ្វីដែលបានបាត់បង់នៅអ្វីដែលអាចបាត់បង់បើយើងដោះស្រាយមិនត្រូវអាយុជីវិតប្រជាពលរដ្ឋទ្រព្យសម្បត្តិទឹកដីរាជរដ្ឋាភិបាលតែយកចិត្តទុកដាក់ជាអភិក្រមទាំងអស់នេះគឺជាអ្វីដែលយើងធ្វើឲ្យសូមបន្តជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលសូមបន្តរួមគ្នាមិនថានិន្នាការណាទេខ្មែរត្រូវរួមគ្នាទាំងអស់គ្នាកុំឲ្យមានការបែកបាក់សាមគ្គីឯកភាពជាតិនៅក្នុងពេលនេះហើយឈប់សួរថាបាត់កន្លែងណាដីកន្លែងណាបាញ់កន្លែងណាបាទនៅសមរភូមិមុខហើយសូមកុំថាយកទៅហ៊ានទៅហាលចោលមិនក៏មិនបាញ់កន្លែងនេះមិនក៏មិនបាញ់កន្លែងនោះហើយអ្នកដែលស្រែកបាញ់ហ្នឹងភាគច្រើន3000គីឡូពីព្រំដែននេះគឺជាការដោះស្រាយបញ្ហារបស់យើងខ្ញុំជឿថាទាំងអស់នៅទីនេះសួរថាតើស្ថានភាពតឹងទ្រូងចឹងចង់ឲ្យតឹងទ្រូង3ឆ្នាំទៀតទេអញ្ចឹងបងប្អូនដែលនៅមើលតាម Facebook មើលតាមអីក៏អាចយល់នៅអារម្មណ៍ហើយអារម្មណ៍សម្រាប់ប្រមុខរដ្ឋាភិបាលរដ្ឋាភិបាលមិនមែនអារម្មណ៍គ្រាន់តែមើលទេអារម្មណ៍ត្រូវដោះវាទប់វាហើយដោះវាយ៉ាងណាហើយបញ្ចប់វាយ៉ាងណាបងប្អូនមានក្តៅមានត្រជាក់តែបើបងប្អូនទៅសួរអ្នកដែលនៅក្នុងផ្ទាល់គាត់ត្រជាក់ជាងបងប្អូននៅតាម Facebook ទៅសួរអ្នកអភ័យចានអ្នកជាប់នោះគាត់ត្រជាក់ជាងបងប្អូនដែលមើលព័ត៌មានតាម Facebook ព្រោះគាត់ដឹងថាប៉ះគាត់ផ្ទាល់ហើយរដ្ឋាភិបាលយកចិត្តទុកដាក់ទាំងអស់ដើម្បីបញ្ចប់រឿងទាំងអស់នេះទៅសួរអ្នកផ្ទះនៅតាកបីតាមន់នៅព្រះវិហារទៅសួរគាត់មើលគាត់ប្រហែលជាត្រជាក់ជាងបងប្អូនមានភាពអំណត់ជាងចង់បញ្ចប់ឲ្យឆាប់ព្រោះគាត់ចង់ត្រឡប់ទៅផ្ទះអញ្ចឹងខ្ញុំសូមបញ្យល់ប៉ុណ្ណេះអភិក្រមរបស់យើងដែលដោះស្រាយបញ្ហា
ហើយធ្វើយ៉ាងណាដើម្បីយើងបញ្ចប់នៅចំនួនព្រោះចំនួននេះវាធ្វើឲ្យប៉ះពាល់មិនត្រឹមតែព្រំដែនទេវាប៉ះពាល់ឥឡូវដល់ប្រជាជននិងប្រជាជនយើងក៏មានប្រជាជនថៃរស់នៅស្រុកខ្មែរទៅការស្រុកខ្មែរយើងក៏មានប្រជាជនខ្មែររស់នៅនោះយើងក៏មានកូនកាត់យើងក៏មានឪខ្មែរម៉ែថៃឪថៃម៉ែខ្មែរការជាមួយគ្នាអីជាមួយគ្នាគាត់ជាអ្នកដែលចង់ឲ្យឆប់បំផុតហើយបន្ទុកយូរវាទៅជាចំនួនរវាងប្រជាជននិងប្រជាជនវាជាកាតព្វកិច្ចរបស់មេដឹកនាំនយោបាយមិនអាចឲ្យរ៉ាំរ៉ៃបែបនេះបងប្អូនខ្លះអាចជេរអាចរិះគន់ធ្វើចោះបាទបងប្អូនខ្លះអាចគិតថារដ្ឋាភិបាលស្ងាត់ស្ងៀមពេកស្លូតពេកគិតថាចោះបងប្អូនខ្លះអាចគិតចេះគិតចោះចង់ដោះនេះចង់ដោះនោះខ្ញុំមិនអាចតម្រូវចិត្តគ្រប់គ្នាទេប៉ុន្តែអ្វីដែលខ្ញុំសូមបញ្ជាក់ឲ្យបងប្អូនទាំងអស់បានយល់គឺចក្ខុវិស័យនិងទិសដៅនិងអភិក្រមនៃការដោះស្រាយរបស់យើងនិងគោលដៅសំខាន់ការការពារអាយុជីវិតទ្រព្យសម្បត្តិទឹកដីនិងការស្ដារឡើងវិញនៅបរិស្ថានដែលអាចឲ្យប្រជាជនរស់នៅដោយមិនចាំបាច់តឹងទ្រូងគ្រប់រាល់ថ្ងៃទៀតអ្នកដោះតឹងទ្រូងបងប្អូនអាចព្រឹកឡើងរហូតដល់យប់តាមដានអត់ទេអ្នកដោះគឺ24ម៉ោងហើយមិនមើលតែឃើញស្អីដែលពិតកើតស្ថានភាពដែលកើតមាននៅកន្លែងហ្នឹងទេគឺមើលគ្រប់កន្លែងទាំងអស់នៅមុខមិនហើយនៅកន្លែងនេះយ៉ាងម៉េចកន្លែងនេះយ៉ាងណាជន់ពីខ្លួនយ៉ាងម៉េចពេលប្រឡងតើក្មួយដែលរត់ចោលចេញពីផ្ទះនេះតើគាត់ត្រូវធ្វើយ៉ាងម៉េចបាទគិតទាំងអស់គាត់លែងបានធ្វើអាហាររកស៊ីប្រកបរបរដោយសារតែយើងត្រូវជួយយ៉ាងម៉េចមើលគ្រប់ទិដ្ឋភាពទាំងអស់បើន័យថាស្ងាត់មិនស្ងៀមបងប្អូនដែលមកពីក្រៅប្រទេសប្រហែលអ្នកហើយបានការងារខ្ញុំប្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះតាមខេត្តចុះទៅជួបបងប្អូនទៅតាមទៅធ្វើបានជួយភ្ជាប់ទៅអាចធ្វើបានយ៉ាងម៉េចបងប្អូនមកពីក្រៅប្រទេសអត់អាស័យដ្ឋានច្បាស់លាស់ពិបាកសុំការងារត្រូវក្រសួងមហាផ្ទៃអាជ្ញាធរជួយដោះស្រាយចេញបានឲ្យគាត់យ៉ាងម៉េចដើម្បីទៅអានេះគឺការក្នុងរយៈពេល3ខែនេះស្ងាត់តែមិនស្ងៀមគឺគ្រប់ទាំងអស់បាទហើយជាពិសេសគឺចង់ស្ដារស្ថានភាពដើម្បីឲ្យកិច្ចការងារនេះវាបានចប់ឈប់តឹងទ្រូងទាំងសងខាងហើយឈានត្រឡប់ទៅការដោះស្រាយបញ្ហាដោយសន្តិវិធីតាមគោលការណ៍ដែលយើងធ្លាប់មានជាមួយគ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់តែប៉ុណ្្នឹងទេបាទយកឱកាសនេះជូនបងប្អូនទាំងអស់បាទហើយស្ថានភាពនឹងមានការប្រែប្រួលជាបន្តបន្ទាប់ទៅទៀតហើយខ្ញុំក៏សូមឲ្យបងប្អូនទាំងអស់ជឿទុកចិត្តចុះនៅអភិក្រមដែលយើងបន្តដោះនេះចង់បញ្ចប់បញ្ហាចប់ចំនួនហើយនៅការពារប្រជាពលរដ្ឋយើងការពារទឹកដីការពារកងទ័ពយើងបាទរកវិធីនៅក្នុងការដោះស្រាយបញ្ហាដែនអធិបតេយ្យភាពទឹកដីតាមរយៈការមិនប្រើប្រាស់កម្លាំងតែត្រឡប់មកវិញគឺការប្រើប្រាស់យន្តការច្បាប់យន្តការទ្វេភាគីកិច្ចព្រមព្រៀងដែលមានស្រាប់អនុសញ្ញាឬមួយក៏យន្តការអន្តរជាតិដែលចូលរួមសម្របសម្រួលដើម្បីបញ្ចប់ការឈប់បាញ់នេះបាទនេះគឺជាកិច្ចការដែលយើងបានធ្វើអញ្ចឹងខ្ញុំសូមយកពេលនេះនិយាយចឹងចោះ2ខែហើយនិយាយនេះនិយាយសម្រាប់2ខែទៀតសង្ឃឹមថាមិនដល់2ខែទេសង្ឃឹមថាចប់ហើយចាំពេលចប់ដោះស្រាយអីស្រួលស្ថានភាពនឹងណូចាំខ្ញុំបោះស្រាយលំអិតនៅកន្លែងណាបើចង់ដឹងឥឡូវបងប្អូនអាចខ្នក់ចិត្តបងប្អូនអាចមិនយល់ហើយខ្ញុំក៏មិនអាចទៅបញ្យល់ស្លឹកបៀកំពុងតលេងយើងមិនអាចទៅថាខ្ញុំមានអីក្នុងដៃខ្ញុំដោះយ៉ាងម៉េចអីយ៉ាងម៉េចទេគោលដៅខ្ញុំបានថាតែមួយទិដ្ឋគឺយើងចង់ឈ្នះអីគឺឈ្នះគឺយកការបញ្ចប់និងនាំសន្តិភាពត្រឡប់មកឲ្យប្រជាពលរដ្ឋយើងវិញនឹងការការពារទឹកដីរបស់យើងតែប៉ុណ្ណឹងចឹងសួរតែខ្ញុំមានស្អីលេងយ៉ាងម៉េចអីយ៉ាងម៉េចប្រហែលជាមិនអាចទេតែបងប្អូនអាចឃើញលទ្ធផលហេតុអីនៅសុកមានការចរចាបញ្ចប់សង្គ្រាមបាត់ជុំបាញ់ថ្ងៃ28ហេតុអីបាន3ខែវាអត់ផ្ទុះឡើងវិញទោះបីជាផុយស្រួយប៊ីសប្រមាណដងក៏ដោយថ្ងៃ27ខែ7ហ្នឹងប៊ីសម្ដងទៀតតែហេតុអីបានជាសភាពការយើងទប់បានកន្លែងនេះហេតុអីបានជាវានៅម្ដុំនឹងវាមិនរីកទៅដល់រាប់រយរាប់ពាន់ប៉ះគ្រប់គ្នាការងារច្រើនហេតុអីនៅសុកមានប្រជុំ GBC RBC មានអីហេតុអីនៅសុកមានកិច្ចព្រមព្រៀងសន្តិភាពបាទអញ្ចឹងខ្ញុំសូមឲ្យបងប្អូន
តែប៉ុណ្្នឹងចុះបាទឲ្យយល់ឲ្យទុកចិត្តជឿចិត្តទៅលើរាជរដ្ឋាភិបាលនិងកងទ័ពរបស់យើងហើយខ្ញុំសូមយកឱកាសនេះអរគុណទៅដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលបានផ្ដល់ការគាំទ្រជាពិសេសទៅដល់វីរៈកងទ័ពរបស់យើងទៅជាមុខការបរិច្ចាគនៅធនធានទ្រព្យសម្បត្តិដើម្បីជួយផ្គត់ផ្គង់អាហារផ្គត់ផ្គង់សម្ភារៈផ្ដល់ការលើកទឹកចិត្តទៅដល់វីរៈកងទ័ពរបស់យើងជាប្រចាំខ្ញុំសូមអរគុណណាស់ទៅដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹករបស់យើងបាទហើយសូមឱកាសនេះក៏អរគុណទៅដល់អាដាមប្រធានាធិបតី Donald Trump ដែលបានព្រួយផ្ដើមនឹងជួយឲ្យមានបទចម្បាញ់ហើយតិចទៀតនឹងអាចឈានទៅដល់ការបញ្ចប់ចុះកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីបើមិនគ្មានអីប្រែប្រួលទេនៅថ្ងៃ28កបុកអរគុណទៅដល់ថ្នាក់ដឹកនាំចិនដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចព្រមព្រៀងនោះដែរថ្ងៃ28ក៏មានវត្តមានរបស់ចិននិងអាមេរិកនិងម៉ាឡេស៊ីអរគុណជាពិសេសទៅដល់អាដាមអាន់វ៉ាអ៊ីប្រាហ៊ីមជា Chairman អាស៊ាននាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីដែលបានធ្វើការងារសកម្មណាស់បាទផ្ដួចផ្ដើមឲ្យមានបទចម្បាញ់តាំងពីថ្ងៃ24តែមិនបានសម្រេចរហូតដល់ថ្ងៃ28ទៅជាបានហើយសម្របសម្រួលនៅក្នុងចន្លោះពីបទចម្បាញ់ថ្ងៃ23ដល់នេះមានសភាពការក្តៅគឺគាត់ជួយសម្របសម្រួលព្រាមអត់ចាំទេរៀបផ្ទុះខ្លាំងនៅបៃចានជួយសម្របរៀបផ្ទុះនៅខាងមុខជួយហើយក៏អរគុណដល់អគ្គមជ្ឈការម៉ាឡេស៊ីតែធ្វើការជាមួយអាដាមអគ្គមជ្ឈការរបស់យើងមានចិត្តផ្ទុះនៅកន្លែងណាគឺតាក់ទងព្រាមដើម្បីធ្វើការមួយអគ្គមជ្ឈការថៃដើម្បីទប់ព្រោះចង្កាលវាកើតដោយសារតែហ៊ានជើងក្រប៉ះគ្នាវាផ្ទុះតហៅមេសកបពីលើហើយអរគុណដល់ក្រុម IoT ពីបណ្ដាប្រទេសមេដឹកនាំប្រទេសអាស៊ានទាំងអស់ដែលបានផ្ដល់ការគាំទ្រចូលរួមជាមួយយន្តការ IoT ហើយយើងសង្ឃឹមតែមាន AOT ASEAN Observation Team ក្នុងពេលចាប់ដើម្បីមកត្រួតពិនិត្យកិច្ចការផ្សេងឈានទៅដល់ការស្ដារឡើងវិញនិងបញ្ចប់ជាស្ថាពរនឹងបង្កើតនៅសន្តិភាពឡើងវិញហើយក៏អរគុណដល់បណ្ដាប្រទេសមេដឹកនាំធំជាច្រើនអាដាមអគ្គលេខាធិការអង្គការសហជីវជាតិអន្តូញ៉ូ Guterres អាដាមធានាធិបតីបារាំងម៉ាក្រុងនិងថ្នាក់ដឹកនាំផ្សេងទៀតជាច្រើនដែលបានជួយខាងប្រធាន UNSC ពេលដែលផ្ទុះអាវុធយើងបានកោះប្រជុំភ្លាមនៅក្នុងកិច្ចការងារនេះអញ្ចឹងយន្តការអន្តរជាតិនៅតែជាសំខាន់ហើយសូមបងប្អូនទាំងអស់ជឿទុកចិត្តចុះហើយក៏អរគុណទៅដល់បណ្ដាញសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ដែលបានផ្សព្វផ្សាយការពិតពីស្ថានភាពនៅកម្ពុជាដើម្បីពិភពលោកបានស្គាល់ហើយបងប្អូនទាំងអស់ហើយសូមឲ្យបណ្ដាញព័ត៌មានរបស់យើងសូមធ្វើយ៉ាងណាព្យាយាមជៀសផុតពីការផ្សព្វផ្សាយព័ត៌មានមិនពិតដែលអាចធ្វើឲ្យបង្កើនកម្ដៅតែធ្វើឲ្យជ្រួលច្បល់នៅក្នុងដំណាក់កាលដែលយើងខំផលិតសភាពការចរចាដោយត្រង់ស្រាប់តែមានការបង្កើតអីផ្សេងបាទអានេះគឺជាកិច្ចការហើយជាពិសេសពាក់ព័ន្ធទាំងរឿងទឹកដីកុំឲ្យឃើញតែជុះអីតិចថាអស់ខ្មែរទៀតដីខ្មែរទៀតហើយអត់ទេកន្លែងយើងគឺយើងមានការសង្កេតការញាធរកងកម្លាំងយើងនៅមុខមើលគ្រប់កន្លែងទាំងអស់កន្លែងដែលនៅមិនទាន់ដាច់ស្រេចយើងនឹងដោះស្រាយតាមយន្តការ GBC កន្លែងនៅក្នុងដីរបស់គេធ្វើដូចទៅក្នុងដីយើងធ្វើផ្លូវក្នុងដីយើងធ្វើអីជាកន្លែងដែលដាច់ស្រេចរួចហើយបាទសូមកុំឲ្យមានការយល់ច្រឡំបាទខ្ញុំមុនឃើញកន្លែងខ្លះមានអូមួយជាព្រំដែនរួចទៅហើយខាងខ្មែរយើងមានផ្លូវខាងនេះហើយខាងថៃគេឈូសខាងនោះស្រាប់តែ Facebook យកមកថាខ្មែរយើងឲ្យគេឈូសនៅក្នុងអានឹងវាទៅជារឿងផ្សេងអញ្ចឹងខ្ញុំសូមឲ្យបងប្អូនប្រយ័ត្នប្រយែងហើយសូមជឿព័ត៌មានរបស់រដ្ឋាភិបាលដាក់ចេញព្រោះរដ្ឋាភិបាលដាក់ចេញគឺយើងទទួលខុសត្រូវមិនដាក់ថ្ងៃហ្នឹងដើម្បីផោយករួចខ្លួនថ្ងៃហ្នឹងទេព្រោះផោះតាំងនៅលើដីបើយើងថាអាហ្នឹងមិនមែនចូលដីយើងមានតែឥឡូវក៏3-4ឆ្នាំពេលសង្គ្រាមពេលបញ្ហាចប់បងប្អូននឹងទៅមើលបើសិនយើងភូតប្រជាពលរដ្ឋនឹងថ្កោលទោសយើងហើយយើងអត់មានភូតទេព្រោះយើងធ្វើដោយទទួលខុសត្រូវបាទព្រោះព្រំដែន800គីឡូវាមានកន្លែងមិនទាន់ដាច់ស្រេចប្រហែលចំណុចក្រៅពីហ្នឹងវាមានព្រំដែនដែលដើរតាមផ្លូវទឹកវាមានអូកាត់មកហើយដូចនៅប៉ោយប៉ែតអញ្ចឹងអាប្រឡោះ50 51វាមានអូជ្រៅវាកាត់មកខាងនោះគេមកខាងយើងអញ្ចឹងការធ្វើលបងអីយ៉ាងម៉េច GBC និយាយគ្នាបោះបកគោយ៉ាងម៉េចរឿងមួយបងប្អូនខ្លះថាអត់ទេឲ្យតែធ្វើនៅយើងអ្វីដែលខ្ញុំលើកនេះគឺអញ្ចឹងការ
មើលការគ្រប់គ្រងទឹកដីទួលខុសត្រូវទឹកដីគឺជាភារកិច្ចរបស់រដ្ឋាភិបាលអត់ចោលទេអ្វីដែលសំខាន់គឺយើងសូមឲ្យមានចែករំលែកព័ត៌មានឲ្យច្បាស់លាស់ហើយអាជ្ញាធរមូលដ្ឋានសូមចេញបើមានស្អីមិនពិតប្រាកដភ្លាមចេញបកស្រាយបញ្យល់ភ្លាមឲ្យច្បាស់កុំទុកនៅនឹងហើយកន្លងទៅខេត្តក៏បានចេញបាទយោធភូមិភាគកងទ័ពក៏បានចេញជាបន្តបន្ទាប់ដើម្បីកុំឲ្យមានការយល់ច្រឡំព្រោះអ្នកខ្លះនយោបាយនៅក្រៅប្រទេសយកអានឹងទៅចង់កេងចំណេញនយោបាយទៀតយកព័ត៌មានមិនច្បាស់លាស់ព័ត៌មានមិនពិតដល់អញ្ចឹងវាធ្វើឲ្យច្បោកច្បល់វាអត់មានចំណេញអីទេនៅពេលដែលធ្វើឲ្យប្រជាជនតឡើងកម្ដៅដាក់គ្នានៅពេលផ្អែកទៅលើព័ត៌មានមិនពិតវាគ្មានអីជួយក្នុងការដោះស្រាយទេហើយដល់ងាប់ពីណាងាប់អ្នកដោះហើយងាប់អ្នកដែលនៅជាប់កន្លែងតំបន់រងគ្រោះនៅពេលដែលព័ត៌មានមិនពិតវាធ្វើឲ្យក្លុកបាទអញ្ចឹងខ្ញុំសូមឲ្យប្រយ័ត្នប្រយែងហើយមានន័យសូមឲ្យជឿទុកចិត្តនៅគោលគំនិតនិងការទទួលខុសត្រូវចុះបាទយើងខំប្រឹងបញ្ចប់រឿងនេះកុំឲ្យតឹងទ្រូងរហូតតែប៉ុណ្្នឹងបាទបាទហើយខ្ញុំជឿថាទាំងអស់គ្នាបងប្អូនទាំងអស់ប្រកាសជាចង់កុំឲ្យតឹងទ្រូងអញ្ចឹងដូច2-3ខែនេះហើយបាទកុំឲ្យស្អែកនៅណាស្អីនៅណាទៀតហើយស្អីទៀតហើយនៅកន្លែងហ្នឹងថ្ងៃនេះចេញស្អីទៀតហើយអត់ទេបាទនេះគឺជាគោលដៅនិងអភិក្រមនៃការដោះស្រាយនិងការទទួលខុសត្រូវអញ្ចឹងខ្ញុំសូមបិទវងកញ្ចក់មិនអត់បានបើកផងវងកញ្ចក់បិទវងកញ្ចក់និយាយរឿងព្រំដែនបន្តិចប៉ុណ្ណឹងដោយមិនអត្ថាធិប្បាយលម្អិតហើយសង្ឃឹមថាបងប្អូនអាចមានការជឿទុកចិត្ត